ស្វាគមន៍ជាមួយនឹងប្រិមិត្តយើងទាំងថ្មីទាំងចាស់ទាំងបារទាំងនារីទាំងចិត្តទាំងឆ្ងាយត្រឡប់ជួបជាមួយនឹង admin អំលក្ខណៈសង្ខេបរឿងទៀតហើយណាថ្ងៃនេះជាមួយនឹងសាច់រឿងក៏នឹងបន្តជាមួយនឹងរឿងកំពូលសង្សារភាគទី9នៃវគ្គទី2ជាបន្តទៀតប៉ុន្តែមុននឹងបន្តជាមួយនឹងសាច់រឿងរបស់យើងក៏សូមអនុញ្ញាតជាមួយនឹងការ share ក៏ដូចជា subscribe នៅ channel របស់ admin ម្នាក់មួយផងអរគុណច្រើនអញ្ចឹងកាលពីភាគទី9នៃវគ្គទី1ត្រង់ឈុតឆាកត្រង់ចំណុចនេះគឺអ្នកនាងស្រីស្អាតបៃលូរបស់យើងគឺបានជំរាបលាមេអង្គភាព S រួមជាមួយនឹងក្រុមការងាររបស់គាត់សូមត្រឡប់ទៅផ្ទះវិញប៉ុន្តែពេលហ្នឹងគឺលោកដុកទ័រដែលជាមិត្តរួមការងារនេះគឺងើបឈរក្រេះហ្មងហើយសូមធានាជូនអ្នកនាងទៅផ្ទះប៉ុន្តែខាងស្រីរបស់យើងគឺបដិសេធថងយកហ្មងថាមិនចាំបាច់បារម្ភពីនាងទេគឺនាងអាចទៅផ្ទះដោយខ្លួនឯងបានហើយអញ្ចឹងទៅក៏គ្រាន់តែនិយាយចោលភ្លាមស្រីស្អាតរបស់យើងដើរចេញបាត់យកហ្មងចាព្រោះដោយសារតែបើសិនជាជូនទៅខ្លាចកលូនអ្នកណាគេឃើញអីអញ្ចឹងវាធ្វើឲ្យបែកការជាមួយនឹងសមាជិកភាពរបស់អង្គភាពរបស់ពួកគាត់អញ្ចឹងណាចំណែកលោកដុកទ័រដ៏សង្ហារបស់យើងនេះវិញធ្វើមុខស្អុយឡើងប៉ែហ្មងណាបានត្រឹមតែសោកស្ដាយតែប៉ុណ្្នឹងឯងហើយចំណែកគាត់គឺអត់ទាន់ត្រឡប់ទៅវិញទេដោយសារគាត់នៅបន្តនិយាយគ្នាជាមួយនឹងមេរបស់គាត់ទៀតណាហើយក៏បាននិយាយជាមួយនឹងរឿងរបស់អ្នកនាងប៉ៃលូណាថាមើលទៅអ្នកនាងប៉ៃលូដូចជាសមជាឃាតករខ្លាំងពិតយកហ្មងហើយក៏បានសាកសួរនៅរឿងជាច្រើនផ្សេងទៀតតាក់ទងជាមួយនឹងការវិវត្តរបស់កម្ពុជាមនុស្សរបស់ពួកគេនឹងតែការវិវត្តហើយនឹងសេនណាតើវាអាចដូចគ្នាដែរឬក៏អត់ទេហើយមេរបស់គាត់នឹងក៏តបវិញថាគាត់ក៏មិនដឹងដូចគ្នាដែរព្រោះថាវាមិនមានគំរូណាមួយដែលអាចបង្ហាញនិងបញ្ជាក់ប្រាប់ឲ្យដឹងផងហ្នឹងអញ្ចឹងទៅគាត់គ្រាន់តែនិយាយចាប់ភ្លាមក៏ទាញអាវធំរបស់គាត់នឹងដើរចេញទៅក្រៅបាត់តែម្ដងអញ្ចឹងងាកមកមើលប្លង់ជាមួយនឹងឈុតឆាកនៅខាងក្រៅវិញមេអង្គភាព S គឺបានបើកឡានចេញមកខាងក្រៅក៏ពិតទៅគឺគាត់តាមរកអ្នកនាងប៉ៃលូតែម្ដងនិយាយចាំទៅគឺថាសុភាពទេប៉ុន្តែម៉ែហើយកេះឆ្នាំងបាយធ្លុះយកហ្មងណានៅមកកូនចៅងុំទេដល់ទៅពេលចុងក្រោយគឺបើកឡានចេញតាមរកអ្នកនាងប៉ៃលូតែម្ដងណានៅពេលហ្នឹងគឺឡានកំពុងតែបន្តដំណើរលើដងវិថីស្រាប់តែឈប់ងក់នៅមុខអ្នកនាងប៉ៃលូតែម្ដងណាគឺជាមេក្រុមអង្គភាព S របស់យើងនឹងឯងហើយគាត់ក៏បានបើកកញ្ចក់ឡានហើយស្រែកហៅអ្នកនាងប៉ៃលូឲ្យឡើងឡានមកទៅជាមួយគាត់ជូនទៅអញ្ចឹងណាប៉ុន្តែពេលហ្នឹងអ្នកនាងប៉ៃលូរបស់យើងគឺនៅអេសអញដដែលហ្នឹងព្រោះគាត់គិតដល់វិញឆ្ងាយព្រោះគាត់គិតថាបើសិនជាទៅណាមកណាជាមួយគ្នាវាអាចនឹងធ្វើឲ្យសមាជិកភាពរបស់ក្រុមពួកគាត់ត្រូវបែកការប៉ុន្តែពេលហ្នឹងលោកពូក៏បន្តនិយាយទៀតថាគឺបើសិនជាឡើងឡានមកគាត់ជូនទៅហ្នឹងគឺគាត់មានរឿងហៅតាក់ទងជាមួយនឹងអ្នកនាងធាននិងស៊ូលីនឆាហ្នឹងសួរនាំតែប៉ុណ្្នឹងឯងអត់មានរឿងអីផ្សេងទេហើយពេលហ្នឹងអ្នកនាងប៉ៃលូក៏ឈរត្រឹងបន្តិចហើយក៏យកដៃនាងទាញទ្វារឡានបើកហើយក៏ឡើងចូលទៅអង្គុយក្នុងឡានតែម្ដងចំណែកឯមេរបស់អង្គភាព S ដែលត្រូវជាពូរបស់អ្នកនាងធានក៏បើកឡានចេញទៅនៅក្នុងពេលបើកឡានហ្នឹងគឺគាត់បាននិយាយរឿងរ៉ាវជាច្រើនហើយតាក់ទងជាមួយនឹងក្នុងនោះក៏ចាប់ផ្ដើមនិយាយអំពីរឿងរ៉ាវជាមួយនឹងស៊ូលីនឆាវដោយអ្នកនាងប៉ៃលូនធ្វើការរាយការណ៍ទៅកាន់មេរបស់គាត់អំពីទំនាក់ទំនងរបស់ពួកគេទាំងពីរគឺមិនធម្មតានោះឡើយបើមើលពីខាងក្រៅគឺអ្នកទាំងពីរដូចជាសត្រូវស៊ីសាច់ហត់ឈាមគ្នាអញ្ចឹងប៉ុន្តែតាមពិតទៅទង្វើហើយនឹងខ្សែភ្នែកគឺពិតជាមិនធម្មតាទេបារម្ភពីគ្នាទៅវិញទៅមកតែម្ដងហាក់បីដូចជារលកញីឈ្មោះដែលមិនអាចហោះហើរទៅណាឆ្ងាយចោលគ្នាបានអញ្ចឹងណាអញ្ចឹងតែលោកពូក៏បន្តនិយាយតបទៅកាន់អ្នកនាងប៉ៃលូវិញថាស៊ូលីនឆាវគឺមានលក្ខណៈពិសេសច្រើនណាស់ជាពិសេសមើលទៅហាក់បីដូចជាបារម្ភពីក្មួយគាត់ខ្លាំងមែនទែនហ្មងណាប៉ុន្តែមិនដឹងថាហេតុអីបានជាពួកគេបែកគ្នាអញ្ចឹងទេហើយក៏បន្តរស់នៅជាមួយគ្នាចិត្តគ្នាអញ្ចឹងទៀតអ្នកនាងប៉ៃលូក៏តបទៅវិញថានាងគឺជាកម្ពុជាមនុស្សនៅក្នុងអង្គភាព S ការវិវត្តរបស់នាងគឺខុសប្លែកពីគេដទៃទៀតហើយជាពិសេសmemory ហើយនឹងការចងចាំរបស់នាងគឺវិវត្តលឿនមែនតើមិនគួរឲ្យជឿឡើយតែអ្វីដែលនាងតាមមិនទាន់នោះគឺទំនាក់ទំនងរបស់មនុស្សតែម្ដងព្រោះថាពួកគេបែកគ្នាហើយចុះហេតុអីចាំបាច់រើមកនៅផ្ទះទល់មុខគ្នាធ្វើអីទៀតទៅកន្លែងហ្នឹងគឺសុំអត់យល់អញ្ចឹងហ្មងណាអញ្ចឹងទៅមេអង្គភាពអីដែលត្រូវជាពូរបស់អ្នកនាងធានក៏បន្តនិយាយថាវាគឺជារឿងធម្មតាទេមនុស្សដែលស្រឡាញ់គ្នាបារម្ភពីគ្នាគឺវាអញ្ចឹងឯងនេះហើយគឺជាស្នេហារបស់មនុស្សនោះគ្រាន់តែនិយាយចប់ភ្លាមមកជាមួយនឹងកសែភ្នែករបស់អ្នកនាងប៉ៃលូគឺបានសម្លឹងទៅកាន់លោកមេដឹកនាំរបស់នាងតែម្ដងដោយខ្សែភ្នែកស្រទន់ប្រំប្រៃយកហ្មងណាមិនដឹងថាគាត់លួចក្រាស់មេរបស់គាត់ដែរឬក៏អត់ទេណយើងត្រឡប់មកមើលលោកអធិការរបស់យើងសង្ហានេះវិញណាគឺអត់បានត្រឡប់ទៅផ្ទះវិញទេដោយសារតែនឹងបន្តតាមដានជាមួយនឹងរឿងក្តីរបស់គាត់ទៀតព្រោះមានសំណុំរឿងជាច្រើនដែលគួរឲ្យចាប់អារម្មណ៍និងតាក់ទងជាមួយនឹងការបាត់ខ្លួនរបស់មនុស្សចំណែកឯក្រុមការងាររបស់គាត់នឹងបាននិយាយថាស្រួលណាស់អត់មានសង្សារអញ្ចឹងគឺឯករាជ្យហ្មងណាហើយគាត់ក៏តបវិញថាអញ្ចឹងមិនមានសង្សារទេមនុស្សស្ថានីយ៍មួយគាត់ទៅអីអញ្ចឹងណាហើយចំណែកមិត្តភ័ក្តិរបស់គាត់ក៏តបវិញថាគាត់អត់មានសង្សារក៏អត់អីដែរប៉ុន្តែសង្សារគាត់គឺអត់គាត់មិនបានទេណែវិញចេះទៅវិញណាអញ្ចឹងគ្រាន់តែនិយាយចាប់ភ្លាមបរិសង្ហាម្នាក់នោះក៏ដែរចេញបាត់ទៅហើយចំណែកលោកអធិការរបស់យើងនឹងក៏បន្តជាមួយនឹងការដុសធ្មេញរបស់គាត់ជាបន្តទៀតប៉ុន្តែអ្វីដែលសំខាន់នោះគឺលោកអធិការដ៏សង្ខាររបស់យើងហ្នឹងបានទទួលទូរស័ព្ទមួយដែលក្នុងនោះ
អ្នកនិយាយក្នុងទូរស័ព្ទបានធ្វើការរាយការណ៍ជូនគាត់តាក់ទងជាមួយនឹងការលក់ម៉ាស់របស់ទិញធាននឹងតែម្ដងព្រោះថាលោកអធិការបានឲ្យស៊ើបចំពោះបញ្ហាម៉ាស់របស់ទិញធាននឹងហើយពេលហ្នឹងគឺអ្នកនាងអធិការក៏មកដល់សួរលោកអធិការថាតើមានតម្រុយខ្លះពីការដែលមនុស្សបាត់ខ្លួននឹងស្លាប់នៅក្នុងលអាងហើយតើមែនទេប៉ុន្តែលោកអធិការបានជានិយាយថាមិនមែនទេវាគឺជារឿងដែលតាក់ទងជាមួយនឹងម៉ាស់របស់ទិញធានព្រោះថាថ្ងៃមុននាងនិយាយអំពីម៉ាស់របស់ទិញធានមួយប្រអប់តែមិនដឹងថាទិញធានគេលក់ឲ្យអ្នកណានោះទេអញ្ចឹងហើយទើបខ្ញុំឲ្យគេធ្វើការស្រាវជ្រាវអំពីបញ្ហានេះទៅអ្នកនាងអធិការក៏បន្តនិយាយទៀតថាជាមួយនឹងម៉ាស់របស់ទិញធានគឺអាចព្យាបាលស្បែកបានខ្លាំងណាស់ហើយក្នុងនោះគេប្រហែលជាទិញវាយកមកធ្វើការស្រាវជ្រាវក៏ប៉ុន្តែខ្ញុំឆ្ងល់ណាស់តាំងពីប្រើម៉ាស់មកគឺម៉ាស់នេះគឺមានតម្លៃថ្លៃជាងគេតែម្ដងហេតុអីក៏វាថ្លៃយ៉ាងនេះហើយលោកអធិការក៏បន្តនិយាយថានេះគឺខុសមកពីអ្នកឧបត្ថម្ភហើយអ្នកស្រាវជ្រាវគឺមិនទទួលបាននៅអីវ៉ាន់ទេហើយអញ្ចឹងហើយឥឡូវនេះក្រុមហ៊ុនដឹកជញ្ជូនកំពុងធ្វើការសងសំណងហើយអ្នកនាងអធិការរបស់យើងក៏បន្តនិយាយទៀតថានេះមានន័យថាបងសង្ស័យចំពោះការលក់ម៉ាស់របស់អ្នកនាងទិញធានគឺវាមានតាក់ទងជាមួយនឹងការបាត់ខ្លួនរបស់មនុស្សហើយនឹងអ្នកស្លាប់នៅក្នុងលអានតាមមិនដែរទេហើយលោកអធិការក៏និយាយថាពិតប្រាកដហើយអញ្ចឹងគួរតែតាមដានជាមួយនឹងបញ្ហានេះកុំឲ្យវាដាច់ជាមួយនឹងខ្សែរយៈឲ្យសោះយើងត្រឡប់មកមើលឈុតត្រង់នេះវិញណាហ្វុងតុងតុងកំពុងតែធ្វើការម៉ាស្សាតិចតិចឲ្យអ្នកនាងធានរបស់យើងព្រោះថាអ្នកនាងធានតាំងពីពោះមកគឺនៅហត់អស់កម្លាំងអ្វីដែលសំខាន់នោះគឺអាសារនៅក្នុងការឈឺក្បាលតែម្ដងហើយតុងតុងក៏បានប្រាប់នាងទៀតថាការប្រយុទ្ធមិញនេះនាងត្រឡប់មកផ្ទះកុំទៅបានបងស៊ូលីនឆៅជូនមកទេកុំអីគឺពិបាកហើយនាងក៏និយាយតបទៅវិញថាអញ្ចឹងមានន័យថាល្ងាចមិញនេះនាងមិនបានយល់សប្តិឡើយព្រោះពេលល្ងាចនោះគឺអ្នកនាងធានតែហាត់ប្រាណជាមួយនឹងស៊ូលីនឆៅហើយនាងក៏អស់កម្លាំងគេងលើស៊ូលីនឆៅហើយស៊ូលីនឆៅក៏ជាអ្នកអៀវនាងត្រឡប់មកផ្ទះវិញទៅយប់នោះនាងក៏បន្តនិយាយមួយតុងតុងថាឲ្យវាអញ្ចឹងក៏អញ្ចឹងទៅចោះកុំគិតច្រើនពេកខ្វល់ធ្វើអីពេលហ្នឹងតុងតុងក៏និយាយថាឥឡូវនេះអ្នកនាងធានខ្ញុំត្រឡប់ទៅវិញហើយព្រោះថាត្រូវចូលក្រុមហ៊ុនដើម្បីយកការងារមួយចំនួនមកឲ្យនាងទៀតអញ្ចឹងណាហើយនាងក៏បានថាអូខេទៅចោះអត់បញ្ហាទេយើងនៅតែម្នាក់ឯងបានហើយក៏ចាប់ផ្ដើមធ្វើការតបផ្ទះមុខដើម្បីឲ្យខ្លួនឯងហ្នឹងរៀងស្រស់ស្រាយបន្តិចប៉ុន្តែក្នុងគណៈពេលហ្នឹងក៏បានទទួលទូរស័ព្ទមួយដែលមិនដឹងថាអ្នកណាគឺជាអ្នកទេមកទេអញ្ចឹងនាងក៏ចាប់ផ្ដើមទទួលទូរស័ព្ទតែម្ដងត្រង់នេះគឺថាពងទាពងមាន់ខ្ចាក់ខ្ចាយអស់លីងនៅមុខនឹងម៉ាស៊ីនម៉ៃក្រូវ៉េវព្រោះអ្នកនាងប៉ៃលូរបស់យើងហ្នឹងចង់ធ្វើម្ហូបរបស់មនុស្សលោកញ៉ាំដល់អញ្ចឹងទៅមិនដឹងត្រូវប្រើរបៀបណាទេក៏បានយកពងទាទៅដុតទៅក្នុងគឺថាម៉ាស៊ីនម៉ៃក្រូវ៉េវដល់ពេលហើយរូបភាពឃើញអញ្ចឹងទេចាផ្ទុះខ្ទេចគ្មានសល់អត់អីញ៉ាំតែទេឡតអញ្ចឹងទៅហើយអ្នកទាំងពីរក៏ធ្វើការឈរសម្លឹងសម្លក់ជាមួយនឹងម៉ាស៊ីនម៉ៃក្រូវ៉េវរបស់នាងហ្នឹងយើងមកមើលឈុតឆាកត្រង់នេះវិញផ្ទះបាយរបស់យើងមានសម្រាប់ស្រស់ស្អាតវិញហើយគឺអ្នកនាងធានគឺជាអ្នករៀបចំកែច្នៃតែម្ដងហើយក្នុងនោះអ្នកនាងប៉ៃលូក៏មកធ្វើការអរគុណចំពោះអ្នកនាងធានហើយអញ្ជើញអ្នកនាងធានទៅអង្គុយញ៉ាំទឹកតែអីអញ្ចឹងទៅហើយអ្នកនាងធានថាកុំបារម្ភអីអញ្ចឹងក៏អ្នកនាងប៉ៃលូនិយាយថាអរគុណច្រើនព្រោះថាពួកយើងគឺជាអ្នកចិត្តខាងនឹងគ្នាអញ្ចឹងណាហើយក្នុងនោះអ្នកនាងធានក៏ដើរទៅទស្សនកិច្ចនៅក្នុងផ្ទះរបស់គេអីអញ្ចឹងទៅថានៅអត្តនីទេគឺដើររលុកលុយផ្ទះគេរហូតហ្មងអ្នកចិត្តខាងមួយនេះហើយក្នុងពេលហ្នឹងអ្នកនាងប៉ៃលូក៏សាកសួរពីដំណើរដើរតងនឹងរឿងរ៉ាវជាច្រើនតាក់ទងជាមួយនឹងស៊ូលីនឆៅថាមួយថ្ងៃហ្នឹងអត់ឃើញស៊ូលីនឆៅហើយក៏សួរអ្នកនាងធានថាមានកម្រងចង់ត្រូវគ្នាវិញជាមួយនឹងស៊ូលីនឆៅអត់ណាអ្នកនាងធានថាស្លាប់ក៏មិនត្រូវគ្នាវិញដែរគឺថាបែកគឺបែកហើយស្រាប់តែសុកក៏ទៅលួចលាក់យកសភៅគេមកដាក់ក្នុងអាវធ្វើមិនដឹងចាដឹងមានរឿងអីទេណាហើយអ្នកនាងធានក៏បន្តនិយាយជាមួយអ្នកនាងប៉ៃលូតាក់ទងជាមួយនឹងរឿងរបស់ស៊ូលីនឆៅក៏សួរនាំថាតើគិតថាស៊ូលីនឆៅគេជាមនុស្សយ៉ាងម៉េចដែរអញ្ចឹងណាហើយអ្នកនាងប៉ៃលូក៏និយាយថាស៊ូលីនឆៅមើលទៅគឺសុភាពស្មោះត្រង់ហើយសង្ហាថែមទៀតស្រាប់តែពេលហ្នឹងអ្នកនាងធានរៀងទឿងក៏និយាយថាមើលតែពីសម្រក់ខាងក្រៅគឺមិនដឹងនោះទេអ្នកនាងធានក៏បន្តនិយាយទៅកាន់អ្នកនាងប៉ៃលូបន្តទៀតថាចំពោះអ្នកនាងប៉ៃលូគឺប្រហែលជាមិនធ្លាប់មានស្នេហាឡើយគឺអ្នកដែលមានស្នេហាគឺពិបាកខ្លាំងណាស់ព្រោះថាបើសម្លឹងឃើញគេសង្ហាខ្ពស់ស្រឡះមានលុយមានឡានគឺពិតជាយ៉ាប់ហើយគេស្រឡាញ់យើងក្នុងខណៈពេលដែលយើងមានសម្រស់នៅពេលដែលសម្រស់របស់យើងបាត់បង់គេចង់ចាក់ចេញគឺចាក់ចេញភ្លាមតែម្ដងនាងក៏បន្តនិយាយទៀតថាដើម្បីនាងល្អទេទៅបានជាខ្ញុំចាក់ចេញហើយខ្ញុំមានជីវិតរស់សពថ្ងៃនេះក៏ព្រោះតែនាងដែរអញ្ចឹងហើយទៅបានខ្ញុំចាក់ចេញនោះហើយនាងក៏បន្តនិយាយទៀតថាអញ្ចឹងអ្នកនាងប៉ៃលូគិតថាចង់លើពីសម្ដីទាំងអស់នេះមែនទេគេថាចង់ទៅក៏ទៅដោយមិនខ្វល់ខ្វាយថាយើងនេះណានៅស្រឡាញ់គេដែរឬក៏អត់នោះទេ
ចំណែកឯអ្នកនាងប៉ៃលូវិញណាដៃរបស់នាងគឺកាន់កែកាហ្វេឡើងជាប់ហ្មងដោយសម្លឹងទៅមើលមុខកាយវិការនិងទឹកមុខរបស់អ្នកនាងធានហើយក៏បាននិយាយថាសាច់រឿងនេះគឺដូចជាធ្លាប់ឃើញនៅក្នុងខ្សែរឿងរបស់នាងសម្ដែងកាលពីមុនឯអ្នកម៉ាក់របស់យើងនេះណាក៏អង្កលខ្លួនមកអង្គុយចិត្តអ្នកនាងប៉ៃលូហើយតបទៅវិញថាចំពោះខ្សែរឿងនៅក្នុងភាពយន្តណាអ្នកនិពន្ធគឺគេដកស្រង់ចេញពីជីវិតពិតយកមកសម្ដែងតែហើយក៏បន្តយកដៃរបស់ខ្លួននឹងទៅឯលើផ្ទៃមុខរបស់ប៉ៃលូហើយក៏បន្តនិយាយថាអ្នកនាងមើលទៅគឺសភាពរៀបសាររំទុំណាស់អញ្ចឹងហើយងាយនឹងចាញ់បោកប្រុសព្រានទាំងអស់នោះកុំឲ្យដូចជាខ្ញុំឲ្យសោះណាកាញ់បោកពួកគេនោះយើងមើលកាយវិការរបស់អ្នកម៉ាក់ថាប៉ិនសម្ដែងយកហ្មងណាមិនថាក្នុងខ្សែរឿងមិនថានៅឈុតក្រៅឆាកទេគឺសម្ដែងប៉ិនហ្មងអញ្ចឹងទៅអ្នកនាងប៉ៃលូក៏ធ្វើការលួងលោមទៅកាន់អ្នកម៉ាក់របស់យើងដែរហើយអស់ពីសម្ដែងការយំហើយក៏ចាប់ផ្ដើមធ្វើការលាជាមួយនឹងម្ចាស់ផ្ទះរបស់គេនាងថាដល់មកនាងហាត់ប្រាណហើយអញ្ចឹងក៏ជំរាបលាទៅវិញហើយអញ្ចឹងអរគុណច្រើនបាយរត់ហេទៅតែម្ដងចាយើងក៏លេចមកមើលម្ចាស់ផ្ទះវិញណាជាប់សាច់ដោយសារតែអ្នកនាងជិញ្ជឺហ្មងចាវាយឯងរហូតដើរមកដល់បដាចាក្នុងផ្ទះមើលសភៅផងអានផងតាក់ទងជាមួយស្ត្រីមានកូនណាហើយក៏សម្លឹងឃើញអ្នកទាំង3កំពុងពិភាក្សាគ្នាក៏ចាប់ផ្ដើមរៀងលបយកសភៅហ្នឹងយកតែញុកលាក់នៅក្នុងអាវរបស់គាត់កុំឲ្យអ្នកទាំង3បានឃើញតាក់ទងជាមួយនឹងសភៅមួយក្បាលហ្នឹងអញ្ចឹងណាអញ្ចឹងទៅក៏គាត់ចាប់ផ្ដើមដើរចូលសន្សំទៅសួរអ្នកទាំង3ថាអ្នកទាំង3កំពុងធ្វើអីហើយសួរថាតុងមិនក៏អត់បានទៅក្រុមហ៊ុនយកជាមួយនឹងសម្ភារៈរបស់នាងអីអញ្ចឹងណាអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏និយាយថាជាមួយនឹងស៊ូលីនឆៅបានហៅមកពិភាក្សាគ្នាតាក់ទងជាមួយនឹងកូនរបស់នាងនឹងឯងអញ្ចឹងទៅអ្នកនាងធានរបស់យើងឯណាក៏ដាក់ខ្លួនអង្គុយលើសាឡុងហើយក៏សុំចូលរួមជាមួយនឹងការប្រជុំនេះថាតើមានអ្វីល្អដែលនាងអាចនឹងទទួលដឹងទទួលឮអញ្ចឹងណាព្រោះស្អាតរបស់យើងអាចធ្វើជាលោកប៉ានេះក៏ចាប់ផ្ដើមងើបក្រេះដើម្បីនិយាយពីគម្រោងផែនការរបស់គាត់អញ្ចឹងទៅកំឡោះស៊ូរិនឆាតដែលត្រូវជាលោកប៉ាហ្នឹងក៏បាននិយាយពីផែនការរបស់គាត់ទី1ណាគឺថាផែនការខាងក្រៅគឺគាត់ជាអ្នករ៉ាប់រងដោយក្នុងនោះប្រសិនបើប៉ាម៉ាក់របស់អ្នកនាងធានបានមកគឺត្រូវទទួលរស័ព្ទរាយការណ៍ឲ្យគាត់ដឹងមុនអញ្ចឹងណាជាពិសេសហ្នឹងគឺរឿងដែលអ្នកនាងធានកំពុងតែមានផ្ទៃពោះដាច់ខាតគឺមិនត្រូវឲ្យពួកគាត់ទាំងអស់គ្នានឹងដឹងឡើយតុងក៏ចាប់ផ្ដើមលើកដៃហើយបន្តនិយាយថាឲ្យចុះបងសៀយាននោះគិតមិនព្រោះថ្ងៃមុនណាហើយឡានពេទ្យមកដឹកអ្នកនាងធានទៅពេទ្យបាត់ទៅហើយអញ្ចឹងលោកប៉ាក៏តបជាមួយនឹងសំណួររបស់តុងទៅវិញថាបើសិនជាដល់ករណីនោះមែនចាំបាច់ពួកយើងគឺត្រូវតែប្រាប់គាត់តែម្ដងដោយមិនមានអ្វីដែលត្រូវលាក់លៀមចំពោះបញ្ហានេះឡើយអញ្ចឹងទៅអ្នកនាងធានក៏ព្រមនឹងឯកភាពចំពោះអ្វីដែលស៊ូលីនឆៅបាននិយាយហើយស៊ូលីនឆៅក៏បន្តទៀតថាចំពោះការផ្សាយផ្ទាល់គឺនាងនៅតែដំណើរការធម្មតាទៅបើមានអ្វីមិនស្រួលគឺផ្ដាច់ Wi-Fi នៅក្នុងផ្ទះចោលគឺជាការស្រេចវិនចិនក៏សួរថាចុះខ្ញុំធ្វើអីវិញគាត់ក៏ឆ្លើយថាឯងគ្រាន់តែបិទមាត់គឺជាការស្រេចហើយចាប់តែម្ដងអត់មានអីវិចារទៀតទេណាលោកប៉ាក៏អង្គុយចុះហើយបន្តនិយាយទៀតថាចំពោះអ្វីដែលពិបាកនឹងគឺសង្គ្រាមខាងក្នុងព្រោះថាការវិវត្តរបស់ទារកតូចគឺធ្វើឲ្យបាត់បង់នៅកម្លាំងធម៌ពលច្រើនខ្លាំងណាស់ដូច្នេះហើយរបបអាហារទាំងអស់របស់នាងគឺត្រូវតែមានការផ្លាស់ប្ដូរគឺត្រូវបន្ថែមជាមួយនឹងជាតិស្ករឲ្យបានច្រើនហើយនឹងជាតិខ្លាញ់ឲ្យបានច្រើនក្នុងនោះដែរប្រូតេអ៊ីនខ្ពស់គឺចាត់ចែងកាឡូរីជាលំដាប់ទី1ដូចជាការផ្ដល់ជាមួយនឹងក្រែមសូកូឡាម្សៅបំពងខ្ទឹមបារាំងវ៉ាល់ណាត់ឈីសហើយនឹងសណ្តែកដីជាដើមអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចស្នើជាមួយនឹងអាហារផ្សេងទៀតឲ្យអ្នកទាំងអស់គ្នាគិតថាអាចបំពងសុខភាពដល់នាងបាននោះចំណែកឯអ្នកនាងធានវិញគឺសប្បាយចិត្តចូលហ្មងជាមួយនឹងអ្វីដែលបានរៀបរាប់ខាងលើតាក់ទងជាមួយនឹងអាហារទាំងអស់នេះព្រោះថាជាអ្វីដែលនាងចូលចិត្តដែរអញ្ចឹងណាហើយតុងក៏ចាប់ផ្ដើមលើកដៃថាសូមបន្ថែមជាមួយមុខម្ហូបពី3មុខទៀតឯកភាពចំណែកប្រុសក្មេងយើងវិញគឺសូមប៊ីយ៉ាសូមសាច់ខ្លែមអីអញ្ចឹងទៅចាចប់ហ្មងអត់ដឹងនិយាយថាម៉េចណាហើយក៏ត្រូវបានលោកប៉ានឹងដាក់មកខ្នើយយកហ្មងហើយខ្ញុំនិយាយអីក៏ខុសដែរនេះហើយលោកប៉ាសង្ហាក៏និយាយឡើងមាំថាក្រៅពីនេះគឺយើងត្រូវតែផ្ដល់ជាមួយនឹងការចាក់នៅសារធាតុអាហារចូលទៅក្នុងខ្លួនរបស់នាងដើម្បីទៅអាចទប់ទល់រួចហើយអញ្ចឹងអ្នកនាងធានក៏បន្តនិយាយថាចុះអ្នកណាចាក់សារធាតុអាហារឲ្យនាងទៅចាហើយលោកប៉ាក៏ថាអត់អីទេចាំគាត់គឺជាអ្នកទទួលខុសត្រូវការចាក់ជាមួយនឹងសារធាតុអាហារចូលក្នុងខ្លួនណាហើយអ្នកនាងធាននិយាយខ្សឹបថាដឹងចាក់កើតមិនកើតទេលោកហើយអញ្ចឹងទៅលោកប៉ាថាបើសិនជាអត់មានអីតវ៉ាទេគឺធ្វើតាមនឹងអញ្ចឹងទៅវិនចឹងក៏លើកដៃថាខ្ញុំមានយោបល់មួយគឺថាបើសិនជាមានរឿងអ្វីកើតឡើងពួកយើងគឺអាចយកឈាមរបស់យើងចាក់បញ្ចូលទៅឲ្យនាងបានអញ្ចឹងទៅត្រង់ចំណុចនេះគឺជាមួយនឹងស៊ូលីឆៅគឺអត់មានការបដិសេធអីហ្មងគាត់គិតថាបើសិនជាដល់ពេលវេលាអាចទប់ទល់មិនឈ្នះអីគឺយើងត្រូវតែប្រើវាគឺជាជំរើសចុងក្រោយតែម្ដងប៉ុន្តែបើសិនជាករណីយើងអាចដោះស្រាយបានយើងដោះស្រាយតាមដំណើរទៅអញ្ចឹងទៅវិនចិនក៏អត់ហ៊ាននិយាយអីដែរណាហើយលោកប៉ាក៏បន្តប្រជុំទៀតថាជាមួយនឹងអ្នកមានផ្ទៃពោះគឺត្រូវតែធ្វើយ៉ាងណាឲ្យអារម្មណ៍របស់ខ្លួនឯងហ្នឹងគឺសុបាយរហូតចាអត់មានភាពសែតអត់មានភាពមួម៉ៅក្តៅក្រហាយក្នុងខ្លួនអីអញ្ចឹងណាបើសិនជារឿងមួម៉ៅគឺអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់នាងហើយនឹងទារកបានទៀតផង
vẫn chân slide vào mong chẳng cái thua anh nên sờ bài cái thời chụp cái anh nên chỉ được rót ngay chẳng tới ở xu chai tha bật mót khá tới cùng cất tàu rửa giáo chẳng tới kia có sợi từ vinh tha chẳng kia chỉ để ắt giáo cho ai đang miền giáo khăn na tới mờ một người lấy lon mỏng nè để cho chất thua anh nên khăn cứ miền tại anh tê trong bát thua khăn tê hai nè nên thiên năng còn ngộ ba ông vô prom chụp mới năng ở vậy đã vẫn chân thì giấy tay mà đong tay hai xu chai tha miền tiếng ca sầm rạ cứ sầm rạอย่างน่ะở ban tràn hai chỉ bị say năng pe để sầm rạ ban tràn hai nốt cứ thở tập chi chiêm chụp mới năng ca hát pran đôi chỉ ca hát chu cả cắt hát ấy chỉ đam chẳng tới nè ninh thiên có tha niên cứ chỉ nè hát pran tăng bị đam hai ta cha chấm lại lo ba bên sờ lưng một nè mà hai lượng bị đai ai môi mong cha ok chẳng bật đó na chẳng bật to ca hát pran chỉ bật to tiếtต้องกระจับđam lượng đai tha cho bảoปูnè ninh thiên thôngรอดngayแต่กระจังไม่chẳng tớiสุริชัยท่าอัดปัญหาเต้ถอนจนนั่งขอนแต่ส้มจะเอากรมหุ่นทานนี้เต้สำหรับมาให้การในกระปฏิจังเต้นะให้จังเต้วันจันกับกีทานแจงวันจันก็เกยใหญ่เพียมท่าเต้แคนาดาเต้กิมินเตะเนติโนให้ไหลนุ่งคือสับสัดละอครั้งนะจังนะให้ตรงโตนี้ก็รำเพิ่มได้บ้านตะกระปฏิให้สบายนะปัจจิสบายครั้งนะจานเนี่ยตึงปีคือท่าโชคใจเห็นคล้วนจังนะให้ก็เงี้ยย่ำเต้ให้ในนิ่งเทียนท่าbởi anh trong tới cứ tới tại anh cho phong tông chẳng tới tông tha kia tới tê chẳng tới không nút thu linh trai có tha ở lời chụp mười đàn ông và chúng cứ thở cho bay chẳng nè ninh thiên có ngợp kre cha ngợp tới thì lại chụp mười đàn sập hơi plấp cha ở con trán chụp mười đàn riêng cầm bố sang xa là ba chương chụp mười đàn phía thì bồng bố này vẽ tí pi thở bật chọc tê đấy na chun po chụp mười đàn ở pre mặt chương sau cầm phim là sầm nàng là hai vậy đại sầm khăn cầm plei chui share có đôi chia subscribe chụp mười đàn channel là bỏ admin mà nè môi phong làm bởi ao admin ní mìnhหลังจัดในขนมกาสังขายเรื่องทำไมประทายเตี้ยจูนจังนะจังเตยจุกนี่นะทั้งไงสายเจี๊ยบต่อเตี้ยบาย